តើបងប្អូនថ្ងៃនេះចូលទៅដល់ menu ការប្រកួតនៅថ្ងៃអាទិត្យនេះគឺmenu ប៉ះជាមួយនឹង Fulham ណាប្រកួតប៉ះជាមួយ Fulham នេះគឺជាការប្រកួតមួយដែលយើងពិសោធន៍ទឹកដៃទៅលើ Michael Carrick ដែលគាត់ដឹកនាំ menu រយៈពេលដែលគាត់ចូលមកដឹកនាំ menu ពីប្រកួតនេះគឺគាត់បានជួយឲ្យអ្នកគ្រប់គ្រង menu មានការសប្បាយរីករាយមែនតើអ្នកនរគ្នាគឺផ្លូវចិត្តរបស់អ្នកគ្រប់គ្រងនេះគឺថាសប្បាយរីករាយខ្លាំងមែនទែនដោយសារតែបានយកឈ្នះទៅលើក្លឹបនិយាយរួមទៅគឺអ្នកលេខ1លេខ2គាត់ស៊ីអស់ហើយទាំង Man City ទាំង Liverpool ក៏ដូចជាក្លឹប Arsenal ដែលទៅស៊ីថ្មីនេះដាក់3-2ដល់គ្នាមានណានឹកស្មានថា Man U អាចធ្វើបានទេអ្នកវិភាគភាគច្រើនហ្នឹងគេគិតថា Man U ច្រើនណាស់ត្រឹមស្មើឬក៏ចាញ់តែប៉ុណ្្នឹងអត់មានណាគិតទៅដល់ថា Man U អាចស៊ី Arsenal បានទេស្របពេលដែល Arsenal នេះគេកំពុងតែខ្លាំងគេកំពុងតែល្អខ្សែការពារគេមាំបំរើគេល្អខ្សែប្រយុទ្ធគេជំនាញនៅក្នុងការបង្កើតឱកាសរកគ្រាប់បាល់ហើយគេជំនាញណាស់នៅក្នុងការដែលលេងទាញឱកាសបង្កើតឱកាសនៅក្នុងការរកគ្រាប់បាល់ក៏ប៉ុន្តែជាក់ស្ដែងគឺ Man U នៅតែធ្វើបានគេហៅថា Man U នៅតែជាចៅចិត្តជាស៊ីក្រុមខ្លាំងជួយក្រុមខ្សោយប្រកួតឈ្នះ Liverpool ប្រកួតឈ្នះ Man City ចាញ់ក្រុមបាតតារាងស្មើក្រុមបាតតារាងចាញ់ក្រុមល្មមនេះគឺជាអ្វីដែលអ្នកគ្រប់គ្រង Man U តែទៅទទួលបានអារម្មណ៍ហ្នឹងហើយអញ្ចឹងនៅពេលដែលប៉ះ Fulham នេះគឺជាពេលមួយដែលអ្នកគ្រប់គ្រង Man U ទន្ទឹងរង់ចាំមើលនៅស្នាដៃរបស់ Michael Carrick ថាតើគាត់អាចដឹកនាំ Man U ឈ្នះបានឬក៏បានឬក៏យ៉ាងណាខណៈពេលដែលគាត់បានយកនៅទម្រង់3-4-2-1យកមកប្រើប្រាស់ដែល3-4-2-1នេះខ្ញុំចាំបានថាការចំនួនតា Jose Mourinho ចំនួនលោកJose Mourinho ចំនួនលោកអីគឺតែប្រើចំនួនលោក Ole Gunnar Solskjaer ចំនួនលោក Ole Gunnar Solskjaer គឺអ្នកអរគ្នាមានការថំចិត្តខ្លាំងមែនទែនស្អប់នៅទម្រង់នេះខ្លាំងមែនទែនដោយសារតែអត់មានបង្កើតឱកាសអត់មានផ្ដល់អីទៅជាកីឡាករឲ្យរកគ្រាប់បាល់បាននេះគឺមានរត់ទៅធុញទ្រាន់ខ្លាំងមែនទែនទៅលើទម្រង់ 4-2-3-1 នេះអញ្ចឹងនៅក្នុងរជ្ជកាលរបស់លោក Michael Carrick គាត់មកដឹកនាំនេះថាតើគាត់អាចនឹងជួយ Man U កុំឲ្យខ្លាយទៅជាចៅចិត្តជាបានឬក៏យ៉ាងណាខណៈពេលដែលទម្រង់ 4-2-3-1 របស់គាត់នេះគឺឥឡូវនេះគឺបាត់កីឡាករម្នាក់ហើយគឺ Doku ដោយសារតែគាត់មានបញ្ហារបួសស្ដាយដែរបងប្អូនដោយសារតែ Doku នេះគឺល្អខ្លាំងគាត់ជួយរ៉ាប់រងនៅតំបន់ខាងស្ដាំដែលលោក Michael Carrick បានប្រមូលគាត់ពីខ្សែការពារឆ្វេងខ្សែការពារស្លាបឲ្យឡើងមកជាតំបន់ប្រយុទ្ធខាងស្ដាំហើយគាត់បានរ៉ាប់រងទូនាទីនឹងល្អខ្លាំងមែនទែនបងប្អូនមានញាក់ផងទាញចកេះទាញសុទ្ធធ្វើដូចខ្លួនឯងខ្សែប្រយុទ្ធដែលហៅថាសមជាមួយនឹងការលេងប្រយុទ្ធណាបើយើងទៅលេងទៅមើលទម្រង់លេងរបស់ Michael Carrick វិញគឺគាត់ចូលចិត្តរបៀបលេងមួយគឺគាត់ទប់វាបកច្បាស់ហើយខ្សែការពារគឺមានទំនុកចិត្តខ្លាំងមែនទែនហើយចំពោះទម្រង់លេងខ្សែបំរើដែលគាត់ដាក់ហ្នឹងគឺមាន Kobe Mainoo ហើយនិង Casemiro ក៏ដូចជា Bruno Fernandes អ្វីដែលពួកយើងចាប់អារម្មណ៍គឺ Kobe Mainoo ដែលក្នុងចំនួនរបស់លោក Robin Amorim ហ្នឹងគឺថាអត់បានលេងតទៅសោះបងប្អូនអត់បានលេងទេក៏ប៉ុន្តែនៅពេលដែលលោក Michael Carrick គាត់មកដឹកនាំគឺលោកបានជួយឲ្យ Kobe Mainoo បានចូលលេងហើយគាត់រ៉ាប់រងទូនាទីជាខ្សែបំរើការពារបានល្អខ្លាំងមែនទែនជាមួយនឹងCasemiro ហ្នឹងហើយចំពោះខ្សែការពារគាត់ដាក់4នាក់ទាំងអស់គ្នាខ្សែការពារខាងស្ដាំនោះមាន Diego Dalot ដែលគាត់ឡើងជួយ support ទៅដល់ខាងលើបានល្អខ្សែការពារមុំកដាលគឺ Lisandro Martinez ក៏ដូចជា Harry Maguire កីឡាករទាំងពីរនាក់នេះគឺជាអ្នកជួយខ្សែការពារខាងក្រោមជាអ្នកជួយបិទមុំឲ្យ Senelement ជាអ្នកដែលរារាំងនៅការបុករបស់ក្រុមធំពេលដែលប៉ះ Man City ក៏ដូចជា Arsenal អ្នកទាំងពីរនេះគឺរ៉ាប់រងទូនាទីបានល្អមែនទេនៅក្នុងតំបន់កណ្ដាលហ្នឹងហើយខ្សែការពារស្លាបខាងឆ្វេងនេះគឺមាន Luke Shaw ត្បិតតែគាត់ចាស់មែនក៏ប៉ុន្តែគាត់នៅតែល្អណាស់គាត់នៅតែរ៉ាប់រងទូនាទីនឹងបានហើយខ្សែប្រយុទ្ធខាងលើដោយសារតែបាត់វត្តមានរបស់ Doku ខ្ញុំគិតថាគាត់អាចនឹងឆ្នៃទៅជា Mason Mount អាចទៅដាក់លេងខាងស្ដាំ
ឬក៏មធ្យុគូញ្ញាអាចទៅលេងស្ដាប់ដោយសារតែកីឡាករទាំងពីរនាក់នេះគឺគាត់អាចរាប់តួនាទីនេះបានហើយក៏ដូចជាអាម៉ាត់ឌីយ៉ាឡូក៏ដូចជាប្រយ៉ានប៊ីម៉ូគាត់អាចនឹងឆ្លាស់គ្នាជាមួយនឹងប្រយ៉ានប៊ីម៉ូក៏ដូចជា Benjamin Sesko គាត់អាចនឹងផ្លាស់ប្ដូរចូលដូចជារ៉ដអញ្ចឹងដោយសារតែ Bimo នេះគាត់លេងប្រយុទ្ធកណ្ដាលបានហើយ Amatielo គាត់លេងខាងឆ្វេងល្អអញ្ចឹងគឺការផ្លាស់ប្ដូរគឺនៅតែប៉ុណ្ណឹងយើងគ្រាន់តែគាត់ច្នៃកីឡាករទៅដាក់នៅខាងស្ដាំដោយសារតែ Doku គឺគាត់អាចរបួសបើសិនជាគាត់នៅតែប្រើប្រាស់កីឡាករដដែលបែបនេះខ្ញុំនៅតែជឿជាក់ថា Man U នៅតែអាចយកឈ្នះបានក៏ប៉ុន្តែទម្រង់លេងជាក់ស្ដែងគឺយើងចាំមើលសិនដោយសារតែយើងដឹងហើយថា Fulham មិនមែនជាក្រុមដែលបុកទៅមិនមែនជាក្រុមដែលគ្របទៅលើគូប្រកួតទេមិនមែនជាក្រុមដែលលេងបុកទៅបុកមកបុកទៅបុកមកទេគឺជាក្រុមមួយដែលលេងទប់ឲ្យវាបោកដូច Man U ដូច Carrick ដូចអ្វីដែល Carrick គាត់ធ្វើនៅនឹងចឹងអញ្ចឹងអីដែលគាត់ធ្វើនេះគឺFulham គឺព្យាយាមទប់ហើយណាគឺព្យាយាមទប់មួយបើកឲ្យ Man U លេងហើយមានឱកាសបាន Fulham បុកខាង Man U វិញអញ្ចឹងទម្រង់ពីរហ្នឹងគឺវាដូចគ្នាពេកហើយដែលអ្វីដែលដូចគ្នាហ្នឹងគឺជាកត្តាមួយដែលធ្វើឲ្យ Carrick គាត់ត្រូវតែរកវិធីសាស្ត្រដើម្បីយកឈ្នះទៅលើ Fulham ខ្ញុំចាំការចំណនរបស់លោក Sir Alex Ferguson នៅពេលដែលប៉ះក្រុមល្មមគឺក្រុម Man U លេងអត់ល្អមើលទេអស់គ្នាគឺគាត់លេងអត់ល្អមើលទេគាត់តែងតែប៉ះទៅប៉ះមកទៅដល់មុខទីគេឲ្យប៉ះថយក្រោយទាញកម្លាំងគេមកហើយជារួមទៅធ្វើឲ្យបាក់ខូចទាំងអស់គ្នាប៉ះបាល់ធ្វើឲ្យបាក់ខូចហើយទាញកម្លាំងគេមកគេមានយុទ្ធសាស្ត្រSir Alexមានយុទ្ធសាស្ត្រមួយគឺបុកទៅវិញតែមានក្របបាក់អានឹងនៅពេលដែលប៉ះក្រុមខ្សោយអញ្ចឹងយើងចាំមើលថាតើលោក Michael Carrick គាត់អាចនឹងយកក្បួនរបស់លោក Sir Alex Ferguson យកមកប្រើដែរឬទេអញ្ចឹងយើងមានតែចាំមើលហើយការប្រកួតជាមួយ Fulham នេះគឺជាការកំណត់នៅទឹកដៃរបស់លោក Michael Carrick ហើយតើគាត់អាចជួយ Man U បានដល់កម្រិតណានៅពេលដែលប៉ះក្រុមខ្លាំងគាត់អាចស៊ីបានតែប៉ះក្រុមខ្សោយប៉ះក្រុមល្មមតែគាត់អាចធ្វើបានយ៉ាងណាហើយនេះគឺជាការនិយាយតិចតួចទេទាក់ទងជាមួយនឹង Man U នឹង side ហ្នឹងហើយអរគុណ